សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ត្រឡប់មកកាន់ Channel របស់ខ្ញុំម្ដងទៀតខ្ញុំមានសេចក្តីរីករាយណាស់ដែលអ្នកបានត្រឡប់មកវិញថ្ងៃនេះសម្រាប់ការអាន Pick a Card ថ្មីមួយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកំពុងសុខសប្បាយនិងមានថ្ងៃដ៏អស្ចារ្យនៅក្នុងការអានថ្ងៃនេះយើងនឹងមើលអំពីការព្យាករណ៍សម្រាប់ខែមិនិនាដូច្នេះតើអ្វីខ្លះនឹងកើតឡើងសម្រាប់អ្នកក្នុងខែមិនិនាដូចជាទម្លាប់យើងមានជម្រើស3គំនរមានកាតលេខ1កាតលេខ2និងកាតលេខ3សូមមានសេរីភាពជ្រើសរើសកាតណាមួយដែលអ្នកមានអារម្មណ៍ទាក់ទាញបំផុតហើយបន្ទាប់មកអ្នកអាចរំលងទៅកាន់ពេលវេលានៅក្នុងប្រអប់ពិពណ៌នាហើយខ្ញុំនឹងជួបអ្នកនៅក្នុងការអានរបស់អ្នកសម្រាប់កាតលេខ1ប្រសិនបើអ្នកមានអារម្មណ៍ទាក់ទាញទៅកាន់កាតនេះនោះនេះនឹងជាការអាននិងសាររបស់អ្នកសម្រាប់ថ្ងៃនេះវាពាក់ព័ន្ធនឹងអ្វីដែលនឹងកើតឡើងសម្រាប់អ្នកក្នុងខែមីនានិងការព្យាករណ៍របស់អ្នកសម្រាប់ខែមីនាសម្រាប់ការថ្ងៃនេះអ្នកបានជ្រើសរើសកាតលេខ4ហើយអ្នកក៏មានសញ្ញាសៀវភៅផងដែរសូមស្វាគមន៍មកកាន់ការអានរបស់អ្នកចូលទៅមើលសាររបស់អ្នកភ្លាមហើយមើលថាតើអ្វីកំពុងបង្ហាញឡើងសម្រាប់អ្នកក្នុងខែមិនិនាតើអ្វីនឹងកើតឡើងសម្រាប់អ្នកនិងថាមពលទូទៅគឺអ្វីខ្ញុំកំពុងឮពីព្រលឹងថាខែមិនិនាគឺជាការចាប់ផ្ដើមថ្មីមួយសម្រាប់អ្នកក្នុងផ្នែកណាមួយនៃជីវិតខ្ញុំកំពុងឮអំពីយុគសម័យថ្មីមួយដែលកំពុងចាប់ផ្ដើមក្នុងជីវិតរបស់អ្នកនេះដូចជាការកើតឡើងវិញខែមិនិនាគឺជាខែនៃការកើតឡើងវិញចូលចាប់ផ្ដើមជាមួយកាត Oracle របស់អ្នកតើអ្វីកំពុងកើតឡើងសម្រាប់អ្នកក្នុងខែមិនិនាវាមានអារម្មណ៍ដូចជាទឹកជុះខ្ញុំមានអារម្មណ៍ថាខែមិនិនានឹងជាខែនៃការកើតឡើងវិញឬជាខែនៃការផ្លាស់ប្ដូរដ៏រុងរឿងជាច្រើនវាមានអារម្មណ៍ដូចជាអ្នកកំពុងដើរចូលទៅក្នុងជីវិតថ្មីមួយវាមានអារម្មណ៍ស្រាលចិត្តយើងមានកាត Bittersweet នេះគួរឲ្យចាប់អារម្មណ៍វាមានអារម្មណ៍ថាប្រហែលជាមានពេលវេលាមួយក្នុងខែមីនាដែលមានអារម្មណ៍ផ្អែមល្អែមបន្តិចនិងឈឺចាប់បន្តិចពេលខ្លះការផ្លាស់ប្ដូរមានអារម្មណ៍បែបនេះវាដូចជាអ្នកកំពុងនិយាយលាអ្វីមួយហើយស្វាគមន៍ថាមពលថ្មីចូលមកដូច្នេះខែមិនិនាអាចមានអារម្មណ៍ផ្អែមល្អែមបន្តិចព្រោះយុគសម័យមួយនៃជីវិតរបស់អ្នកកំពុងបញ្ចប់ហើយយុគសម័យថ្មីមួយកំពុងចាប់ផ្ដើមប៉ុន្តែវាក៏ស្រស់ស្រាយផងដែរជាមួយនឹងសៀវភៅវាមានអារម្មណ៍ថាអ្នកកំពុងចាប់ផ្ដើមជំពូកថ្មីក្នុងជីវិតប្រហែលជាអ្នកមានអារម្មណ៍ថាវាជាពេលសម្រាប់អ្វីថ្មីប្រហែលជាអ្នកមានអារម្មណ៍ថាអ្វីមួយបានដល់ចុងផ្លូវរបស់វាឬអ្នកត្រៀមខ្លួនរួចសម្រាប់និយាយលាអ្វីមួយដូច្នេះវាអាចមានអារម្មណ៍ផ្អែមល្អែមបន្តិចប៉ុន្តែព្រលឹងកំពុងនាំអ្នកទៅទិសដៅត្រឹមត្រូវក្នុងខែមិនិនាវាមានអារម្មណ៍ថាអ្នកកំពុងត្រូវបានដឹកនាំទៅការចាប់ផ្ដើមថ្មីដ៏រុងរឿងជាងមុនយើងមានការ Follow Your Passion អ្វីដែលបំភ្លឺបេះដូងអ្នកសូមឲ្យវាដឹកនាំផ្លូវសេចក្តីរីករាយរបស់អ្នកគឺជាទិសដៅខ្ញុំមានអារម្មណ៍ថាអ្នកកំពុងមានការហៅទៅទិសដៅថ្មីប្រហែលជាអ្នកចាប់ផ្ដើមមានចំណង់ចំណូលចិត្តថ្មីឬមានអ្វីមួយដែលអ្នកស្រឡាញ់តាំងពីមុនប៉ុន្តែមិនបានធ្វើវាដោយពេញនិញក្នុងខែមិនិនាអ្នកប្រហែលជាដល់ការសម្រេចចិត្តថាអ្នកត្រៀមខ្លួនសម្រាប់អ្វីថ្មីនិយាយថាបាទចំពោះការផ្សងភ្ជួងថ្មីអ្នកត្រៀមខ្លួនដើម្បីចាប់ផ្ដើមដំណើរថ្មីមួយប្រហែលជាអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនបើអ្នកតាមដានចំណង់ចំណូលចិត្តរបស់អ្នកវានឹងនាំអ្នកទៅកាន់អ្វីស្រស់ស្អាតយើងក៏មានសញ្ញានៃការផ្លាស់ប្ដូរអ្វីមិនតែងតែដូចនេះជានិច្ចទេការផ្លាស់ប្ដូរកំពុងមកនេះគឺជាធម៌ពលនៃការប្រែប្រួលនិងការប្រែរូបអ្នកកំពុងស្ថិតในដំណាក់កាលនៃការផ្លាស់ប្ដូរដ៏ធំមួយអ្នកក៏មានការប្រកាន់ពីព្រលឹងកំពុងគាំទ្រអ្នកក្នុងការផ្លាស់ប្ដូរនេះក៏មានដំណឹងអំពីកំណើតឬឱកាសអាជីវកម្មថ្មីក៏មានសញ្ញាឲ្យប្រើអារម្មណ៍ដឹងខ្លួនដើម្បីធ្វើការផ្លាស់ប្ដូរដែលមានអត្ថប្រយោជន៍ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ធ្វើការផ្លាស់ប្ដូរអីដែលនៅក្នុងជីវិតខែមិនិនាគឺជាពេលសម្រាប់ស្វែងរកឱកាសថ្មីអ្នកនឹងបានបង្ហាញផ្លូវ
អ្នកត្រូវតែធ្វើជំហានដំបូងហើយផ្លូវនឹងបើកចេញសម្រាប់អ្នកការថារ៉ូបង្ហាញថាប្រសិនបើអ្នកតាមបានអារម្មណ៍ដឹងខ្លួននឹងធ្វើការផ្លាស់ប្ដូរទាំងនេះវានឹងនាំមកនូវសេចក្តីសុភមង្គលនិងការរីកចម្រើនការផ្លាស់ប្ដូរដែលអ្នកធ្វើក្នុងខែមីនាអាចប៉ះពាល់ជីវិតរបស់អ្នករយៈពេល5 ទៅ 10 ឆ្នាំខាងមុខវាមិនមែនជាការផ្លាស់ប្ដូរតូចទេប៉ុន្តែជាការផ្លាស់ប្ដូរដ៏សំខាន់សម្រាប់ជីវិតរបស់អ្នកនឹងទទួលបានការគាំទ្រពិសេសផ្នែកហិរញ្ញវត្ថុប្រសិនបើអ្នកមានការព្រួយបារម្ភអំពីធនធានឬការគាំទ្រព្រលឹងកំពុងប្រាប់ថាអ្នកនឹងមានវាគ្រាន់តែតាមដានពន្លឺនិងអារម្មណ៍ដឹងខ្លួនរបស់អ្នកសារចុងក្រោយគឺភាពទន់ភ្លន់នាំយើងខិតជិតគ្នាខ្ញុំមានអារម្មណ៍ថាអ្នកកំពុងចាប់ផ្ដើមបង្កើតទំនាក់ទំនងថ្មីនិងជួបមនុស្សថ្មីដែលសមរម្យនឹងជំពូកថ្មីរបស់ជីវិតរបស់អ្នកប្រហែលជាមនុស្សខ្លះនៅក្នុងជីវិតបច្ចុប្បន្នរបស់អ្នកមិនសមរម្យទៀតហើយដូច្នេះវាធ្វើឲ្យមានអារម្មណ៍ផ្អែមល្អែមបន្តិចប៉ុន្តែបើអ្នកតាមដានអារម្មណ៍ដឹងខ្លួនរបស់អ្នកវានឹងនាំអ្នកទៅកាន់អ្វីស្រស់ស្អាតនេះគឺជាអ្វីដែលខ្ញុំមានសម្រាប់ការអានរបស់អ្នកសូមអរគុណច្រើនសម្រាប់ការមើលហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកនៅវីដេអូបន្ទាប់របស់ខ្ញុំសម្រាប់កាតលេខ2ប្រសិនបើអ្នកមានអារម្មណ៍តាក់ទាញទៅកាន់កាតនេះនឹងជាការអាននិងសាររបស់អ្នកសម្រាប់ថ្ងៃនេះសម្រាប់ការថ្ងៃនេះអ្នកបានជ្រើសរើសកាតសត្វហង្សហើយអ្នកក៏មានសញ្ញាមួយដែលដូចជាបន្ទាក់ពណ៌សូមស្វាគមន៍មកកាន់ការអានរបស់អ្នកខ្ញុំមានអារម្មណ៍ភ្លាមថាខែមីនានឹងជាខែរបស់អ្នកប្រហែលជាមានអារម្មណ៍រួចហើយថានេះជាខែដែលអ្វីមួយធំកំពុងនឹងកើតឡើងសម្រាប់អ្នកខ្ញុំឃើញថាអ្នកកំពុងចូលទៅក្នុងអំណាចរបស់អ្នកនិងក្លាយជាមនុស្សពិតប្រាកដរបស់អ្នកខែមីនាអាចជាខែនៃការបង្កើតអ្នកអាចផ្ដោតលើការបង្កើតគម្រោងសិល្បៈតន្ត្រីឬអាជីវកម្មវាជាខែដែលមានឱកាសនិងគំនិតជាច្រើនសូមធ្វើតាមគំនិតច្នៃប្រឌិតរបស់អ្នកវាអាចនាំមកនូវពរដ៏ធំសម្រាប់អ្នកក៏មានសារថាត្រូវទទួលស្គាល់ភាពក្លាហានរបស់អ្នកការព្យាបាលនិងការរីកចម្រើនត្រូវការភាពក្លាហានប្រហែលជាអ្នកមានការភ័យខ្លាចក្នុងការបង្ហាញខ្លួនឬឲ្យមនុស្សផ្សេងឃើញសមត្ថភាពរបស់អ្នកប៉ុន្តែខែមិនិនានឹងជាពេលដែលអ្នកឈ្នះលើការភ័យខ្លាចនោះអ្នកអាចទទួលបានការយកចិត្តទុកដាក់ពីមនុស្សជាច្រើនប្រសិនបើអ្នកមានអាជីវកម្មឬសកម្មភាពលើបណ្ដាញសង្គមអ្នកអាចទទួលបានការគាំទ្រនិងការពេញនិយមមានសញ្ញាថាឱកាសថ្មីកំពុងបើកសម្រាប់អ្នកការងាររបស់អ្នកនិងការខិតខំរបស់អ្នកនឹងនាំមកនូវជោគជ័យអ្នកអាចទទួលបានការកោតសរសើរនិងការយកចិត្តទុកដាក់ពីមនុស្សជុំវិញសូមអរគុណចំពោះការចូលចិត្តការអានបៀរបស់ខ្ញុំសូមជួយ like share និង subscribe channel របស់ខ្ញុំម្នាក់មួយផងសូមជួយឧបត្ថម្ភការអានបៀដោយ scan លើ barcode ដែលមានដាក់បង្ហាញលើអេក្រង់ទូរស័ព្ទនេះផងដែរសូមអរគុណជួបគ្នាក្នុងឱកាសក្រោយសម្រាប់កាតលេខ3ប្រសិនបើអ្នកមានអារម្មណ៍តាក់ទាញទៅកាន់កាតនេះនឹងជាការអានរបស់អ្នកមានសញ្ញា Ladybird សម្រាប់ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខែមិនិនានឹងនាំមកនូវសារសំខាន់មួយឬការទំនាក់ទំនងសំខាន់មួយអ្នកអាចទទួលបានដំណឹងល្អដូចជាការទទួលយកសម្រាប់ការងារសាលាឬឱកាសផ្សេងការបង្ហាញថាអ្វីដែលអ្នកកំពុងអធិដ្ឋានសម្រាប់វាអាចនឹងកើតឡើងអ្វីកំពុងដំណើរការយ៉ាងល្អឥតខ្ទោះអ្នកកំពុងចូលទៅក្នុងដំណាក់កាលដែលពរជ័យនិងភាពរុងរឿងនឹងហូរចូលមកនេះជាការទទួលថតល្អពីកិច្ចការល្អដែលអ្នកបានធ្វើមានសញ្ញាថាផ្នែកលំបាកបំផុតនៃស្ថានភាពមួយបានបញ្ចប់ហើយសុភមង្គលនិងសុខុមមង្គលកំពុងមកដល់វាអាចពាក់ព័ន្ធនឹងអាជីពឬការងាររបស់អ្នកអាចទទួលបានការទទួលស្គាល់ឬការងារថ្មី
ការថេរ៉តបង្ហាញថាអ្នកអាចត្រូវធ្វើការសម្រេចចិត្តអំពីទិសដៅថ្មីមួយក្នុងអាជីពរបស់អ្នកកំពុងចូលទៅក្នុងអំណាចនិងភាពជោគជ័យរបស់អ្នកនេះជាពេលវេលារបស់អ្នកមិនអាចប្រញាប់ពេលវេលារបស់ព្រះបានទេប៉ុន្តែពេលវេលានោះឥឡូវនេះបានមកដល់ហើយសារចុងក្រោយគឺអ្នកមានប្រាជ្ញានិងសមត្ថភាពអ្នកឆ្លាតមានធនធាននិងអាចបត់បែនបានសូមជឿលើប្រាជ្ញារបស់អ្នកហើយហោះហើរឡើងខ្ពស់នេះជាពេលដែលអ្នកអាចសម្រេចក្តីសុបិននិងគោលដៅធំរបស់អ្នកសូមអរគុណច្រើនសម្រាប់ការមើលហើយសង្ឃឹមថានឹងជួបអ្នកនៅវីដេអូបន្ទាប់បាយបាយសូមអរគុណចំពោះការចូលចិត្តការអានពាក្យរបស់ខ្ញុំសូមជួយ like share និង subscribe channel របស់ខ្ញុំម្នាក់មួយផងសូមជួយឧបត្ថម្ភការអានពាក្យដោយ scan លើ barcode ដែលមានដាក់បង្ហាញលើអេក្រង់ទូរស័ព្ទនេះផងដែរសូមអរគុណជួបគ្នាក្នុងឱកាសក្រោយ